បាទសួស្តីបន្ទាប់ពីកាត់ស្មៅហើយបងប្អូនកុំភ្លេចតណៃអីដើរតាមក្រោយកម្មករយើងទៅគាត់កាត់ទៅយើងតែងមែកតិចតិចឲ្យវាឆ្លាស់ព្រោះអីតែអត់ទេធម្មតាមួយឆ្នាំទៅមួយឆ្នាំវាតែដោះកូននោះតិចនេះតិចទៅវាឧបទ្រពកាត់តែងឲ្យវាឆ្លាស់តិចដើរកាណាមួយតាមក្រោយមកបាទកាត់ទៅស្ដាយទៅមិនដើរមានទូចឡើយតែធំពិបាកកាត់ឡើយ3ជ្រុង2 3ឡើងទៅលើឲ្យស្អាតមើលទៅតាមស្ថានការទៅដល់ណាយើងត្រូវតែងបានស្អាតយើងតែងដែលណាត្រូវស្លូបន្តិចទៅដល់នោះអីកាត់ទៅវាអស់ដល់ចឹងទៅទុក3ដែរមួយឡើងត្រង់លើ2ទៀតមួយទៀតវាកោងតែអាកោងនេះវាឡើងមកចពីមលើហើយដូចជាអត់អីទេដូចតែមានបញ្ហាបាទមានតែប៉ុណ្ណឹងអានេះបន្ទាប់ពីកាត់ស្មៅហើយគឺតែងមែកបន្ថែមបន្តិចវាអត់យឺតពេលទេខាងនេះយើងតែងតិចតិចទេព្រោះយើងដើមមិនដើមយកផ្លែផងអញ្ចឹងយើងតែស្អាតហើយ